នាយករដ្ឋមន្ត្រីវៀតណាមគាំទ្រនឹងបន្តជំរុញនូវវិនិយោគរបស់ខ្លួនមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀតសម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជួបសម្ដែងការគូសមនិងពិភាក្សាការងារជាមួយឯកឧត្តមលេមិញហុងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី28ខែកក្កដាឆ្នាំ2026ក្នុងពេលដែលសម្ដេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាមសម្ដេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅក្នុងឱកាសនេះជំនុំនេះពេលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំរឿនៃមិត្តភាពជាប្រពៃណីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថិតថេរនិងយូរអង្វែងរវាងប្រទេសទាំងពីរដែលតែងតែប្រគៀកស្មាររួមសុខរួមទុក្ខជាមួយគ្នាជានិច្ចជាពិសេសក្នុងគ្រាលំបាកឯកឧត្តមលេមិញហុងសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចប្រធានរដ្ឋសភានិងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាមឯកឧត្តមបានបញ្ជាក់ថាវៀតណាមគាំទ្រនឹងសហការឥតងាករេជាមួយកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឯកឧត្តមមានជំនឿមុតមមថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រពេញទំហឹងនោះកម្ពុជានឹងសម្រេចបានគោលដៅនៃការអភិវឌ្ឍជាមិនខានឡើយវៀតណាមបន្តអនុវត្តឲ្យបានសម្រេចនៅការឯកភាពគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជាវៀតណាមនិយាយដោយឡែកនិងនិយាយជារួមរវាងថ្នាក់ដឹកនាំប្រទេសទាំង3កម្ពុជាឡាវនិងវៀតណាមដែលបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ2026នៅកម្ពុជាសម្ដេចប្រធានរដ្ឋសភាបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមពីការអះអាងជាថ្មីរបស់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមដែលសម្ដេចបានជួបសម្ដែងការគូសមនិងពិភាក្សាការងារកាលពីព្រឹកមិញដែលបានបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិក្នុងកម្រិតជាតិនិងក្រោមជាតិសម្ដេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរវាងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឯកឧត្តមនាយករដ្ឋមន្ត្រីលេមិញហុងកាលពីខែមិថុនាឆ្នាំ2026ថ្មីនេះដែលបានសង្កត់ធ្ងន់លើសារៈសំខាន់យ៉ាងជ្រាលជ្រៅនិងទទួលបាននូវលទ្ធផលសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើវិស័យពាណិជ្ជកម្មវិនិយោគការតភ្ជាប់និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនប្រមុខដឹកនាំប្រទេសទាំងពីរបានបដិញ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខសម្ដេចជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនព្រមទាំងពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានទំហំ$20,000 លាននាពេលអនាគតឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានជម្រាបជូនសម្ដេចប្រធានរដ្ឋសភាកម្ពុជាថាដោយមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតឯកឧត្តមបានណែនាំក្រសួងស្ថាប័នទាំងអស់អនុវត្តជាបន្ទាន់រាល់កិច្ចព្រមព្រៀងទាំងអស់នោះដើម្បីបម្រើផលប្រយោជន៍ប្រទេសទាំងសងខាងឯកឧត្តមបានស្នើសម្ដេចប្រធានរដ្ឋសភាបន្តជំរុញលើកទឹកចិត្តឲ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាក្នុងជួរថ្នាក់ដឹកនាំប្រទេសទាំងពីរជាបន្តទៀតវៀតណាមគាំទ្រចំពោះគម្រោងលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាផងដែរជាមួយគ្នានេះភាគីវៀតណាមក៏បានអរគុណកម្ពុជាដែលបានគាំទ្រនិងផ្ដល់កិច្ចសហការជាមួយវៀតណាមក្នុងបេសកកម្មរុករកអតិថិយុទ្ធជនវៀតណាមដែលបានពលីនៅកម្ពុជារដ្ឋសភាសូមអបអរសាទរនិងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់និងលើសពីការរំពឹងទុកនៅឆ្នាំ2025ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់$11.33 លានអាមេរិកដោយឡែកនៅឆ្នាំ2026នេះមានការរំពឹងថានឹងមានការកើនឡើងរហូតដល់ជាង$12,000 លានអាមេរិកកម្ពុជានិងវៀតណាមបានបដិញ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនិងពន្លឿនទំហំពាណិជ្ជកម្មឲ្យឈានដល់$20,000 លានអាមេរិកក្នុងពេលខាងមុខសម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាកម្ពុជាស្វាគមន៍នឹងបន្តជំរុញបង្កលក្ខណៈងាយស្រួលជូនបន្ថែមទៀតដល់វិនិយោគិនបរទេសនិងអ្នកទេសចរវៀតណាមមកវិនិយោគនិងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀតសម្ដេចបានស្នើប្រទេសវៀតណាមពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការវិនិយោគនៅកម្ពុជាដូចជាវិស័យកសិកម្មអប់រំបច្ចេកវិទ្យានិងនវានុវត្តន៍ជាដើមក្រៅពីពាណិជ្ជកម្មឆ្លៀតក្នុងការនោះសម្ដេចរដ្ឋសភាធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរដោយសម្ដេចបានថ្លែងអំណរគុណវៀតណាមដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិតនិងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវៀតណាមហើយវៀតណាមនៅតែបន្តផ្តល់អាហារូបករណ៍និងវគ្គបណ្តុះបណ្តាលដល់និស្សិតនិងមន្ត្រីរាជការកម្ពុជាសម្ដេចពង្
ង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជាជាមួយគ្នានេះសម្ដេចប្រធានរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តចែករំលែកព័ត៌មានគ្នាឲ្យបានទាន់ពេលវេលានិងសហការចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដូចជាបទល្មើសគ្រឿងញៀនការជួញដូរមនុស្សការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដេចបានបន្តថាប្រឈមនឹងឧបសគ្គពីការឈ្លានពានរបស់ប្រទេសជិតខាងក៏ដូចជាសង្គ្រាមសកលលោកកម្ពុជាបានខិតខំពង្រឹងសាមគ្គីជាតិនិងភាពធន់ជាតិដើម្បីប្រែក្លាយឧបសគ្គជាឱកាសក្នុងការអភិវឌ្ឍជាតិសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្ដោតសំខាន់លើធនធានមនុស្សនិងការពង្រឹងសហគ្រាសខ្នាតតូចនិងមធ្យមជាដើមដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍឆ្នាំ2030និងឆ្នាំ2050ក្នុងការក្លាយជាប្រទេសអភិវឌ្ឍសម្ដេចរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានគាំទ្រឲ្យមានដំណោះស្រាយចំនួនព្រំដែនកម្ពុជាថៃដោយសន្តិវិធីនិងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT សូមមិត្តវៀតណាមបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តដំណើរការសន្តិភាពជាពិសេសការអនុវត្តកិច្ចព្រមព្រៀងបទច្បាញ់ព្រមទាំងទូនាទីរបស់ AOT ផងដែរវៀតណាមមានជំនឿនឹងត្រៀមចូលរួមសហការដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាសន្តិវិធីក្នុងពេលឆាប់ៗនេះ